Ta, bahasa je cang ban ai je freestyle លង complete ទស្សនាវីដេអូមួយនេះទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់កន្លែងលក់អាយជីតមួយកន្លែងនៅឯបន្ទូណាមនៅក្នុងផ្សារក្រុងថងផ្លាសាអញ្ចឹងអ្នកទាំងអស់គ្នាដែលតែងតែមកបន្ទូណាមប្រកាសជាស្គាល់ហើយក្រុងថងផ្លាសាអ្នកខ្លះអាចនឹងស្គាល់អ្នកខ្លះអាចមិនស្គាល់ប៉ុន្តែប្រហែលជាបានធ្លាប់ចូលទៅទិញអីវ៉ាន់នៅក្រុងថងហើយអញ្ចឹងនៅក្នុងវីដេអូនឹងអញ្ចឹងគឺយើងដើរតាមមកច្រកគៀននឹងមកនៅផ្លូវលេខ21បងប្អូននៅពេលដែលបងប្អូនដើរចូលមកដល់ផ្សារមួយដែលមានផ្សិនត្រជាក់មានគេលក់អាវទំហំធំច្រើនហ្នឹងអាហ្នឹងគេហៅថាក្រុងថងផ្លាសានិយាយទៅដូចនៅក្នុងវីដេអូដែលបានបង្ហាញនឹងអញ្ចឹងបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ក្នុងក្រុងថងផ្លាសាហ្នឹងហើយបងប្អូនដើរទៅរកជណ្ដើរជនហ្នឹងបងប្អូនហើយនៅពេលដែលដើរទៅរកជណ្ដើរជនហ្នឹងយើងឡើងទៅជាន់ទី1បងប្អូនឬមួយទៀតបងប្អូនអាចដើរពី Platinum មកក៏បានដែរនៅពេលដែលបងប្អូនដើរពី Platinum មកប្រហែលជាមានស្ពានមួយដើរមកផ្សារមកចំហៀងទៀតហើយអញ្ចឹងបងប្អូនដើរឆ្លងស្ពានហ្នឹងមកគ្រាន់តែចូលមកដល់ក្នុងបន្តិចគឺឃើញតូបលក់កៅអៅយឺតនឹងតែម្ដងបងប្អូនអញ្ចឹងគឺមានពីរផ្លូវដែលបងប្អូនអាចមករកតូបនឹងបានអញ្ចឹងណាហើយនៅក្នុងក្រុងថងផ្លាសានេះគឺសម្បូរណាស់អ្នកដែលពាក់លក្ខណៈថា freestyle លងកៅអៅធំប្រមាណសាយទំហំប៉ុណ្ណា 6x 7x XL អីក៏មានដែរនិយាយទៅគឺមានគ្រប់តែម្ដងបងប្អូននិយាយទៅគឺក្តីសុខអ្នកមានធាត់ណាដែលចង់បានទំហំធំគឺអត់ខ្វះទេបងប្អូននៅក្រុងថងផ្លាសានេះគឺសម្បូរណាស់អញ្ចឹងបើសិនជាបងប្អូនចង់បានកៅអៅយឺតឬកៅអៅសាច់កណាត់ស្អាតអីកុំភ្លេចក្រុងថងផ្លាសាឥឡូវគឺយើងមកដល់តូបកៅអៅយឺតរបស់យើងហ្នឹងហើយគឺកន្លែងគាត់ហ្នឹងលក់ថ្ងៃខ្លះទៅគឺកូនប្រុសមកលក់ថ្ងៃខ្លះទៅគឺអ្នកម្ដាយមកលក់អញ្ចឹងណាហើយតម្លៃគឺគាត់ធូរណាបងប្អូនបើសិនជាយើងយកចាប់ពី2អាវឬ3អាវទៅគឺតម្លៃត្រឹមតែ100បាតទេសម្រាប់អាវវីក្លីបងប្អូនហើយអាវវីក្លីខ្ញុំយកចិត្តប្រើមែនតើបងប្អូនដោយសារតែវាស្អាតហើយពណ៌ស្អាតហើយពាក់មកគឺស្អាតតែម្ដងវាអត់ធំខ្លាំងនោះទេគឺវាពាក់មកវាត្រូវរៀងត្រូវអីតែម្ដងណាបងប្អូនហើយគឺពាក់មកស្អាតតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះគឺគាត់មានកៅអៅដៃខ្លីផងដែរមិនមែនត្រឹមតែអាវវីក្លីទេអាវដៃខ្លីក៏មានអាវវីក្លីក៏មានហើយអាវវីក្លីអាវដៃខ្លីនេះគឺយើងពាក់បានទាំងប្រុសទាំងស្រីបងប្អូនអត់រើសទេអញ្ចឹងបើសិនជាបងប្អូនចង់បានកៅអៅស្អាតចង់បានរូបភាពស្អាតម៉ូដស្អាតអីកុំភ្លេចទៅកន្លែងគាត់គឺស្អាតហើយចេញមកថ្មីហើយច្រើនពណ៌មែនតើអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយចុច like share និងជួយតាមដានវីដេអូរបស់ខ្ញុំក្រោយៗបន្តទៀតផងណាជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណ